public មួយសង្សារប៉ុន្តែដោយឆាតញ៉ាយផ្សេងទៅពីនឹងមកទៀតអត់ហើយនិយាយទៅរឿងនឹងតដែលខ្ញុំហត់នឿយនឹងជីវិត deal គេរាល់ថ្ងៃនេះជាស្អីរឿងរបស់ follower ស្អីរបស់ខ្ញុំម្នាក់ណាអរគ្នាគាត់ថាអញ្ចេះម្នាក់ប្រុសហ្នឹងតាមញ៉ាយគាត់រយៈពេល2ខែហើយនៅពេលដែលញ៉ាយគាត់ហ្នឹងគឺម្នាក់ប្រុសហ្នឹងគាត់ដឹងថា public ជាមួយនឹងសង្សារប៉ុន្តែនៅពេលដែលកំឡុងញ៉ាយគាត់ហ្នឹងគាត់ថាគាត់បានបែកគ្នាហើយក៏ម្នាក់ស្រីហ្នឹងសម្រាប់ចិត្តថាបើឱកាសតាក់តងអីចឹងព្រោះដូចជាអីគាត់អត់ដែរតាក់តងមនុស្សប្រុសណាទេអញ្ចឹងអាចនិយាយបានថាគាត់មិនសូវមានបទពិសោធន៍អីក៏ថាបានដែរប៉ុន្តែកំឡុងពេលតាក់តងគ្នាហ្នឹងមិនដឹងថាគេនឹងត្រូវជាមួយនឹងសង្សារចាស់គេតាំងពីអង្កលយល់អត់អញ្ចឹងដល់ពេលហើយឆាតរបស់គាត់ហ្នឹងគេទុកចោលយូរគេ reply ម្ដងហើយពួកគាត់បានទៅ date មើលកុនជាមួយនឹងគ្នាប៉ុន្តែម្នាក់ប្រុសហ្នឹងបានលូកលាន់គាត់អីចឹងឈួតរកតែគ្រាន់តែថាអត់បានជ្រុលជ្រូអីទេហើយគាត់ថាចាគាត់ឈឺចាប់ណានៅពេលដែលគេទុកឆាតគាត់ចោលក្នុងកំឡុងពេលដែលគេស្ងប់ស្ងាត់ហ្នឹងគាត់ខំព្យាយាមតាក់ទងទៅគេស្មានគេមានបញ្ហាអីប៉ុន្តែធៀបទៅគេបានត្រឡប់ទៅត្រូវជាមួយនឹងសង្សារចាស់គេវិញហើយគេដដែលលេងសៀមរៀបជាមួយនឹងគ្នាអាហ្នឹងរបៀបថាស្ងប់ស្ងាត់មកយើងតែភិញជាមួយគេមិនគេអានេះអិចមកគេមកអញ្ចឹងសួរថាអញ្ចេះអាគាត់ជាជនរងគ្រោះហើយហ្នឹងគេចោទថាគាត់ហ្នឹងគឺជាជនទី3ទៀតគឺជាអញ្ចេះវិញហើយដែលសំខាន់នៅពេលដែលគេទៅសៀមរៀបហ្នឹងគឺគេថត pre wedding មួយគ្នាហេវាសាហាវត្រង់ហ្នឹងថត pre wedding ហ្នឹងបើថាតលែងធម្មតាមានអីថត pre wedding ទៀតគាត់ឈឺចាប់ត្រង់អញ្ចេះអាខ្លួនឯងដល់ថ្ងៃថត pre wedding ហើយនៅឆាតមួយគាត់ដូចធម្មតាណាអស់គ្នាគិតអីទេឆាតមួយគ្នាដូចធម្មតាបដោយអាកំឡុងពេលតាក់តងគ្នាជាសង្សារហ្នឹងអញ្ចឹងគាត់ថាចេះឈឺចាប់ខ្លាំងមែនតើនៅពេលដែលគាត់ចូលទៅមើល account ខាងស្រីទៅគេផុស relationship មួយគ្នាគេផុស highlight ជាមួយនឹងគ្នាគេ chill មួយគ្នាអីអញ្ចឹងទៅហើយសួរថាអញ្ចេះចុះគាត់ហ្នឹងគឺជាណាគេចាត់ទុកគាត់ហ្នឹងគឺជាអីគេនេះគឺជារឿងដែលគាត់ឈឺចាប់ហើយគាត់ចង់ឲ្យពួកខ្ញុំហ្នឹងជួយនិយាយស្អីរឿងហ្នឹងឲ្យគាត់អ្នកអរគ្នានិយាយទៅភាគច្រើនណាដែលអ្នកខ្លះគាត់ in relationship ជា public ប៉ុន្តែគាត់នៅតែឆាន់ញ៉ែគេទៅពីពេញហ្នឹងហ្មងហើយពេលខ្លះយើងដឹងទៀតថាសង្សារគាត់គឺជាណាគេវាទៅជាអញ្ចឹងវិញណាអរគ្នាគាត់តែគេនឹងស្អីគេស៊ីបានមួយត្រឡប់មកមើលចាយសួរតិចមើលណាចាយពេលខ្លះចាយគ្រឿនដែរល្មមអីស្គាល់ម្នាក់ហ្នឹងឲ្យច្បាស់តែស្គាល់យូរមិនក៏ណាបោកដែរមនុស្សសម័យលើវក់នឹងបោកមកញៀននឹងបោកវាចិត្តតែមិនឆ្ងល់បដ ாய் មានមួយមិនស្គាល់មាន10មិនស្គាល់ហើយមាន20យកថែមហើយពេលខ្លះគាត់តែងតែនិយាយថាអញ្ចេះថាបើអញដៀលតែប្រុសហើយបើសាច់រឿងនឹងប្រុសអ្នកបោកគេខ្ញុំដៀលស្រីតាសាច់រឿងហ្នឹងមនុស្សស្រីបោកគេក៏យកអាកាន់ជើងមនុស្សស្រីដែរណាអរគ្នាខ្ញុំនិយាយមែនតើណាហើយខ្ញុំយកអត់លើកទឹកចិត្តឲ្យអ្នកគ្នាធ្វើបែបហ្នឹងឯងចង់និយាយថាចេះតាក់តងគ្នាក្នុងកំឡុងពេលសង្សារតើទូស្គាល់យើងត្រូវតែមើលចិត្តគេឲ្យច្រើនយើងត្រូវតែបែបថាចេះយើង random ដើម្បីយើងប្រៀបធៀបថាណាគេល្អបំផុតជាមួយនឹងយើងអីចឹងតែក្នុងកំឡុងពេលអា random ហ្នឹងគឺកំឡុងពេល talking stage មិនមែន in relationship ឯណាអរគ្នាចង់ទៅ random មួយអ្នកណាក៏បានទេមិនមែនមានអីចឹងទេអញ្ចឹងបើសិនជាអ្នកអរគ្នាតាក់តម្នាក់ហ្នឹងជាសង្សារជា public ហើយមិនបាច់ទៅញញ៉ៃមួយគេទេបើសិនជាអ្នកនរគ្នាគិតថាសង្សារអ្នកនរគ្នាហ្នឹងអត់តាន់គឺជាថែមអ្នកនរគ្នាអត់តាន់ល្អគ្រប់គ្រាន់ទេអ្នកនរគ្នាបាយគាត់ទៅហើយទៅតាក់តណាគេផ្សេងក៏តាក់តទៅដើម្បីកុំឲ្យគេដៀលថាសង្សារហែងដើរញ៉ៃអញតាពីអន់ណាសង្សារខ្លួនឯងដើរញ៉ៃគេអីចឹងកុំបងអូនស្រីហ្នឹងគាត់ថាគាត់ទៅមានបទពិសោធន៍អីទេគាត់មិនសូវទៅដើរចូលក្នុងសង្គមទេដោយសារគាត់ខ្លាចមនុស្សច្រើនហើយបែរថាគាត់ទឹកតាមកបំពេញគាត់មិនចង់ដើរលេងអីចឹងណាហើយខ្ញុំក៏ប្រាប់គាត់វិញថាពេលខ្លះសង្គមតើចូលខ្លះឲ្យគេបោកខ្លះបានឆ្លាតនិយាយមែនតើណាបើសិនជាយើងល្អពេកយើងស្មោះត្រង់ពេកណាគ្មានទទួលបានអីក្រៅពីការបោកប្រាស់ហើយនិយាយមែនតើណាមនុស្សខ្លះអត់ងាយដាក់ចិត្តភ្លាមគេបោកភ្លាមវាចេះតែហ្មងនិស័យគេបោកអ្នកខ្លះនិស័យបោកក្រោយស្មោះត្រង់ល្អគ្រប់សពបែបយ៉ាងចុងក្រោយគេបោកចុងក្រោយជាសង្សារគេចុងក្រោយជាប្តីគេអញ្ចឹងហើយគាត់និយាយមែនថាចាក់គាត់ណាតាំងពីចេះមានស្នេហាមកគឺប៉ះតែរបស់គេរហូតមនុស្សដែលមិនមែនជារបស់គេតាក់តងគ្នាបានយូរឯងខ្សែកម្មណាចឹងអាហ្នឹងរបៀបថាអីគេស្អីគេហៅថាស្អីទេវ៉ៃភ័ព្វកម្មស្នេហ៍ហើយបើខ្ញុំប្រាប់គាត់ថាចេះអូនឯងកុំគិតថាខ្លួនឯងអភ័ព្វឬក៏អូនឯងកុំគិតថាខ្លួនឯងកម្មលើកក្រោយអូនឯងមើលច្បាស់លាស់ទៅមិនតែទៅជន់អ្នកណាទេមែនតើណាយល់អត់ចេះតាមពិតណាពេលដែលយើងប៉ះតែរបស់គេហ្នឹងណាមានន័យថាពេលដែលយើងស្គាល់គ្នាដំបូងយើងអត់ដឹងទេត្រូវអត់យូរទៅមិនដឹងថារបស់គេចឹងមានន័យថាចេះគេបង្ហាញអ្នកនរគ្នាឃើញថាអ្នកនរគ្នានៅខ្ពស់ជាងអ្នកហ្នឹងអញ្ចឹងបើសិនជាគេឲ្យអ្នកនរគ្នាដឹងរឿងរ៉ាវដែលអ្នកហ្នឹងមានគេហើយមិនមានយើងកំពុងតែយើងតាក់ទងហ្នឹងមានន័យថាយើងនឹងជួបមនុស្សដែលល្អជាងអ្នកហ្នឹងជាគេឲ្យបាយហើយបាច់នៅយូរអាចនឹងគេធ្វើអីលើសលួសជាមួយនឹងយើងអីចឹងទៅជាយើងត្រូវតែគិតយើងត្រូវតែឲ្យតម្លៃខ្លួនឯងមនុស្សដែលជួបប៉ះរបស់គេមនុស្សដែលឯការឿងស្នេហាមិនមែនអាភ័ព្វទេមនុស្សមានបុណ្យខ្ពស់យ៉ាខ្ញុំមកប្រាប់ follower ខ្ញុំចេះមិនថា follower ខ្ញុំដែលជាមនុស្សប្រុសដែលឆាត់មកគាត់ថាមិនបានគាត់ល្អគ្រប់យ៉ាងហើយមនុស្សស្រីម្នាក់ហ្នឹងទៅចោលគាត់ខ្ញុំថាចេះមកគេអត់មានសំណាងនឹងបានខ្លួនឯងពេលខ្លះគេចាក់ចេញមិនមែនមានន័យថាខ្លួនឯងអាក្រក់
ai bên tay khác cái ở sọ xong đang tua là bơ lọ để kê ở đại ở này đó nói kê chắc ở này cùng đấy ở này cùng khoa ở này ra thằng gỗ tư bởi sân trên này say mà được osma khi còn lại từ một khi ban đây nào khi chắc đâu bây đại miền bản hạ ấy nào khi cùng một tô con anh chọn bêu to thay chuyện nào khi là bong khục nhang làm bay kê bên tay mà nãy nó từ các bạn nào khi bên tay mà nãy nó ở mơ khơi nào khi là oi chắc nào khi khoa lấy nào khi là bị chết đây ta ca để cái mơ khơi đưa mơ mình khơi anh chia hưởng cái và ta sầm khăn dân ban vừa lọ bị chết thôi bằng hai thay dân lọ còn rật na ta cái ở trên ta tú hưởng cái bằng cái ở đây đầm lại nào khi đai chênh nơi cái lại mà đây đầm lại nâng ban bây giờ vậy cái bây khác cái lại nào khi ai đừng tha thay trên cái lại nâng còn tha ban này chẳng không khoa anh em mình khơi đầm lại dân đai chênh lơ lột đi prop bên đây xây bên nó có chưa trái ta trái tha cùng nơi đấy cái bao nó nơi đấy chị bao này đang khuôn này rất là ngon ខ្វល់អីច្រើនម្លេះអ្នកណាស្រឡាញ់បានស្រឡាញ់បានអត់អ្នកណាស្រឡាញ់ជាខ្ញុំចាំទទួលយកខ្ញុំអ្នកណាចេញមកស្អីក៏អញកែប្រែនេះបងអញកែប្រែនេះកែប្រែនោះដើម្បីខ្ញុំណែស្រឡាញ់អីឬក៏ចង់អញកែប្រែស្រឡាញ់គេត្រូវទទួលយកគេជាគេមិនស្រឡាញ់គេកែឲ្យគេកែគ្រប់សពបែបយ៉ាងហើយបើជ្រុលឲ្យគេកែតារាមព្រមទៅរកអ្នកកែហ្នឹងទៅអត់យល់ខ្ញុំស្រឡាញ់បងឯងឡើយបងឯងកែច្រឡឹកដូចម្នាក់នេះថៃខ្ញុំ អាណាសាទៅចឹងទៅអី មិនដកស្មៅដាំអំពៅណាបង អាណាសាទៅចឹងទៅអីមុននឹងឲ្យគេកែហ្នឹងសួរខ្លួនឯងសិនខ្លួនឯងហ្នឹងទៅបត់ទៅអបសមកពីឋានប្រជុំនេះមែនពេលខ្លះខ្លួនឯងហ្នឹងមិនល្អអត់ខ្ចោះឲ្យយល់អត់ប៉ុន្តែខ្លួនឯងឡើងដូចកែប្រែប៉ុន្តែទៀមទាគ្រប់យ៉ាងទៀមទាឲ្យគេកែប្រែនេះកែប្រែនោះដើម្បីយើងខ្លួនឯងជាណាគេឲ្យគេកែហ្នឹងសួរថាខ្លួនឯងជាណាគេខ្លួនឯងអត់ល្អអត់ខ្ចោះកុំឲ្យគេកែយល់ទេតាក់តងបានដើរចេញទៅខ្វល់ច្រើនពេកកែដើម្បីណាគេអូរស់ជាខ្លួនឯងគឺល្អបំផុតនិយាយតែណាហើយសម្រាប់ពួកខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយនៅវីដេអូក្រោយបាយបាយ